នេះគឺជាដំណឹងល្អក៏ដូចជា version ថ្មីដែលផលទៅតែ release មកយប់នេះសម្រាប់ឲ្យបងប្អូនទាំងគ្នាធ្វើការ update បន្តទៀតដែរវាគឺជា iOS 26.3 developer beta ទំហំគឺរហូតដល់ 7G ឯណោះនៅលើទូរស័ព្ទ iPhone 11 Pro មួយនេះផ្ទាល់តែម្ដងចំណុចថ្មីគឺខ្ញុំឃើញថា Apple បានធ្វើការ update ទៅលើការ transfer data មានន័យថាផ្ទេរពីទិន្នន័យទូរស័ព្ទចាស់ទៅកាន់ទូរស័ព្ទថ្មីពី Android មកកាន់ iPhone ពី iPhone ទៅកាន់ Android បានហើយនេះគឺជាដំណឹងល្អបំផុតសម្រាប់បងប្អូនដែលប្រើប្រាស់ iPhone ក៏ដូចជា Android នៅក្នុងពេលតែមួយបងប្អូនទាំងនេះអាចធ្វើការផ្ទេរទិន្នន័យពីទូរស័ព្ទមួយទៅទូរស័ព្ទមួយបានដោយមិនចាំបាច់ប្រើប្រាស់កម្មវិធីទី2នោះទេចំណុចពិសេសមួយទៀតគឺតកតងជាមួយនឹងការ update ទៅលើការ AirDrop ទៅលើ Android ផងដែរអានេះគឺជាចំណុចពិសេសមែនទែនសម្រាប់ការបើកមុខងារនេះឲ្យប្រើប្រាស់នៅលើ iPhone ក៏ដូចជាបងប្អូនដែលប្រើប្រាស់ទូរស័ព្ទពីរនៅក្នុងពេលតែមួយដូចជា Android ក៏ដូចជា iPhone អញ្ចឹងនេះគឺជាដំណឹងល្អសម្រាប់បងប្អូនទាំងគ្នាដែលកំពុងតែដំណើរការជាមួយនឹង version developer beta បងប្អូនទាំងគ្នាអាចធ្វើការ update មកកាន់ iOS 26.3 នេះបានដែលដំណើរការរបស់វាខ្ញុំនឹងធ្វើការប្រាប់បងប្អូននៅវីដេអូក្រោយដោយសារតែឥឡូវនេះកំពុងតែធ្វើការតេស្តដូចខ្ញុំផងដែរអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេកុំភ្លេច follow ក៏ដូចជា share ដើម្បីទទួលបានវីដេអូចែករំលែកជាច្រើនទៀតពីខ្ញុំហើយក៏អរគុណសម្រាប់ការតាមដានទស្សនាម្ដងទៀតយើងនឹងជួបគ្នានៅវីដេអូក្រោយ